เรื่องเพลงឆ្មានឹងចាបគឺជាសាច់រឿងខ្លីមួយដែលផ្ដល់នូវការអប់រំយ៉ាងជ្រាលជ្រៅអំពីការប្រុងប្រយ័ត្ននិងការប្រើប្រាស់បញ្ញាដើម្បីដោះស្រាយបញ្ហាខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃរឿងនេះកាលពីព្រេងនាយមានសត្វឆ្មាមួយក្បាលបានចាប់សត្វចាបមួយមកយកមកធ្វើជាចំណីនៅពេលដែលឆ្មាកំពុងតែរៀបនឹងស៊ីចាបនោះទៅហើយសត្វចាបដែលមានប្រាជ្ញាឆ្លៀសវៃក៏បាននិយាយទៅកាន់ឆ្មាថាលោកបងឆ្មាលោកបងជាសត្វដែលមានរបៀបរៀបរយនិងមានមារយាទខ្ពង់ខ្ពស់ណាស់ចុះហេតុអ្វីបានជាលោកបងមិនព្រមលាងមុខមាត់ឲ្យស្អាតបាតសិនមុននឹងទទួលទានអាហារបែបនេះឆ្មាឮដូច្នោះក៏មានអារម្មណ៍ថាអួតខ្លួនហើយចង់បង្ហាញថាខ្លួនពិតជាសត្វដែលមានអនាម័យមែនឆ្មាក៏បានលាងចាបចេញពីមាត់រួចយកជើងទាំងពីរមកត្រដុសលាងមុខរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ឆ្លៀតក្នុងឱកាសនោះសត្វចាបក៏បានហើរចេញទៅបាត់យ៉ាងលឿនសំដៅទៅលើចុងឈើខ្ពស់ឆ្មាមានការស្ដាយក្រោយយ៉ាងខ្លាំងហើយបានពោលថាចាប់ពីពេលនេះទៅមុននឹងស៊ីចំណីអញមិនលាងមុខទៀតទេតម្លៃអប់រំនៃរឿង1បញ្ញាឈ្នះកម្លាំងទោះបីជាចាបជាសត្វតូចទន់ខ្សោយប៉ុន្តែអាចប្រើប្រាជ្ញាដើម្បីរំដោះខ្លួនពីសេចក្តីស្លាប់បាន2កុំជឿពាក្យបញ្ជោឆ្មាត្រូវខកខានមិនបានស៊ីចំណីដោយសារតែចាញ់បោកពាក្យសរសើរនិងចង់បង្អោតពីមារយាទរបស់ខ្លួន3ការប្រុងប្រយ័ត្នរឿងនេះដាស់តឿនឲ្យយើងចេះប្រុងប្រយ័ត្នជានិច្ចចំពោះឱកាសដែលនៅនឹងមុខកុំឲ្យរបូតទៅវិញឲ្យសារតែការធ្វេសប្រហែសសូមចុច Subscribe ម្នាក់មួយផង